មិនប្រសិនបើអានេះអ្វីដែលពូមើលគេញ៉ាំប្រសិនបើពេជ្រសម្បត្តិចង់ផ្ដួលសុកធីលោកត្រាតែសុកធីស្លាប់អាហ្នឹងអូខេអាហ្នឹងនឹងឈ្នះហើយតែបើថាត្រឹមតែមកវាយមកទប់ឲ្យដល់ចប់ទឹក5គ្មានគីឡូអីមួយពេជ្រជាមួយសុកធីទេហើយសាច់វាយមិញយើងគេហើយសុកធីល្អទាំងអស់ហ្មងតាំងពីទឹកមួយចឹងបានពូនិយាយតែមែនពូតាំងពីមុនការប្រកួតចាប់ផ្ដើមពូគិតឲ្យពូនិយាយមែនពូនៅតែស្រឡាញ់សុកធីកាចឹងពូធ្លាប់មើលសុកធីវាយតាំងពីវាយមួយថៃមែនតាំងពីសុកធីទៅវាយនៅថៃពូស្រឡាញ់ក្បាច់ស្រឡាញ់ការវាយរបស់សុកធីហើយអ្នកខាងកំពង់ធំមកនេះស្ទងពូបើហើណាហ៊ានយកពេជ្រសម្បត្តិតឲ្យសុកធីដល់ពេលពូអត់ទេបាច់ចាំឲ្យតឡាំឡៃទេស្មើរួចបរោយទេ1លានដូចគ្នាទេឈ្នះហ្នឹងហើយកីឡាចាំបាច់ទៅវិភាគអីច្រើនដូចបាល់ទាត់ទៅយើងមើលជើងមើលអីមើលប្រវត្តិមើលអីអានេះយើងមើលតែប្រវត្តិវាយប្រមាណដងមកឲ្យធ្លាប់ជួបពីណាគេចុងក្រោយប៉ុណ្ណឹងបាននិយាយមែនងាយបដៅអត់ទេទើបទឹកក្រោយទៅទើបទឹក4ទឹក5ទឹក5នេះឃើញពេជ្រសម្បត្តិវាយតទៅសុកធីវិញតែបើក្នុងការវាយសុកធីអត់ស្លាប់អាហ្នឹងដល់សុកធីលើកពានហើយសុកធីឈ្នះហើយអញ្ចឹងដូចអាញាកដា3រូបលើកលទ្ធផលចៅក្រមទី1ចៅក្រមទី2ចៅក្រមទី3លើកលទ្ធផលអញ្ចឹង97មានអីទៀតបើ3ចៅក្រមឲ្យបន្ទុក98ទៅសុកធីអីលុយទៀតហើយតែបូរ៉ូស៊ីវាអញ្ចឹងហីទៅឲ្យឆ្លាតម្សិលរៀលម៉ាឌ្រីតអូខេបដាល់ពូមិនអ្នកលេងទេបដាល់លេងកាហ្វេទេ50-60 ម៉ឺនបលៀននេះគាត់ទុកចាក់សាំងឡានទាំងអីកាហ្វេកាទៀវវិញតែប៉ុណ្្នឹងទេពូគ្មានអីទៅយកធ្វើរបរទេអានេះយើងលេងសប្បាយគ្នាឯងទេក្នុងក្រុមការងារទេហើយគុណខ្មែរយើងឃើញបងប្អូនយើងគ្រប់ត្រូលច្រើនមិននិយាយមែនទៅ 300k ជាងសាហាវខ្លាំងគុណខ្មែរនៅតែផ្ទុះនៅតែគ្រប់ត្រូលអញ្ចឹងអាហ្នឹងឯងបានធ្វើឲ្យអ្នកគ្រប់ត្រូលទស្សនិកជនគាត់អស់ចិត្តគាត់ពេញចិត្តជាមួយនឹងការកាត់សេចក្តីមិនលំអៀងហើយកាត់ធ្វើឲ្យពួកគាត់អស់ចិត្តហ្មងទោះបីពេជ្រសម្បត្តិចាញ់ដោយបន្ទុកក៏ពួកគាត់ទទួលយកអានេះទទួលយកដោយសប្បាយចិត្តវាអត់មានរឿងចម្រាស់អត់មានបញ្ហាអីកើតឡើងក្រោយចប់ការប្រកួតណែអាហ្នឹងបានគេហៅថាការកាត់សេចក្តីប្រកបដោយវិជ្ជាជីវៈហើយនឹងច្បាប់គុណខ្មែរសួស្តីស៊ីតោហ៊ានមិនអត់មកយកអាយចឹងពូទុកឲ្យចឹង